ស្បែករបស់យើងត្រូវការជាចាំបាច់នៅ UV ជាពិសេសគឺ UV នៅពេលព្រឹក5ម៉ោង7ទៅម៉ោង8ហើយនៅពេលល្ងាចគឺត្រឹមម៉ោង4ទៅម៉ោង5នៅពេលដែលព្រះអាទិត្យរបស់យើងនឹងពេញពណ៌លឿងនៅពេលហ្នឹងគឺ UV នឹងល្អសម្រាប់ស្បែករបស់យើងប៉ុន្តែផ្ទុយទៅវិញនៅពេលដែល UV នៅពេលដែលថ្ងៃក្តៅគឺវានឹងបំផ្លាញកោសិការបស់យើងវានឹងបំផ្លាញធ្វើឲ្យកោសិការបស់យើងនឹងឆាប់ចាស់ឆាប់ជ្រីវជ្រួញអញ្ចឹងហើយការការពារកម្ដៅថ្ងៃឬក៏ការប្រើប្រាស់ sunscreen ពិតជាសំខាន់ណាស់បើសិនជាអ្នកទាំងអស់គ្នាចេញទៅខាងក្រៅដែលប្រឈមជាមួយនឹង UV នៅក្នុងកំឡុងពេលដែល UV ខ្ពស់ជាពិសេសនៅតំបន់អាស៊ីឬក៏នៅក្នុងប្រទេសខ្មែរយើងដែល UV នឹងជាទូទៅគឺខ្ពស់មែនតើអញ្ចឹងបើសិនជាអ្នកដែលគាត់ត្រូវចេញទៅក្រៅជារៀងរាល់ថ្ងៃប្រឈមជាមួយនឹង UV ជាប្រចាំបើសិនជាអ្នកទាំងអស់គ្នាមិនបានថែទាំជាមួយនឹងការការពារពន្លឺ UV នឹងឲ្យបានល្អជាលទ្ធផលអ្នកទាំងអស់គ្នានឹងចេញជាំចេញស្នាមជ្រីវជ្រួញចេញស្នាមអាចរុយអានឹងគឺជាអត់ផុតទេណាអរគុណច្រើន